ព្រះអង្គឆាន់ហើយបាននៅបរិនិព្វានដោយកិលេសគឺថារំលត់កិលេសបរិនិព្វានកិលេសណាហើយចំណែកចង្ហាន់នេចិនគឺថាឆាន់ហើយបរិនិព្វានដោយអនុបាទិសេសនិព្វានអាហ្នឹងគឺស្មើគ្នាអញ្ចឹងអាហ្នឹងមួយមុខទៀតគឺថាចំពោះការដែលព្រះអង្គឆាន់ចង្ហាន់នាងសុជាតាបានប្រគេនហើយហ្នឹងបានថ្វាយហើយហ្នឹងព្រះអង្គក្នុងការនោះត្រូវចូលសមាបត្តិណាទេបានចូលសមាបត្តិ2លាន4សែនសមាបត្តិណានៅក្នុងថ្ងៃនោះណាហើយនៅក្នុងថ្ងៃដែលព្រះអង្គបរិនិព្វាននេះមុននឹងព្រះអង្គបរិនិព្វានក៏ព្រះអង្គចូលសមាបត្តិ2លាន4សែនសមាបត្តិណានឹងមុននឹងបរិនិព្វានគឺដូចជាបុគ្គលដែលលាគ្នាទៅឯណាហើយលាញាតិលាញោមលាកូនលាចៅនឹងយ៉ាងណាព្រះតថាគតមុននឹងបរិនិព្វានគឺព្រះអង្គចូលគ្រប់សមាបត្តិទៅជាវិស័យរបស់ព្រះអង្គណាគឺព្រះអង្គទ្រង់ប្រសើរជាងសត្វលោកទាំងអស់សមាបត្តិរបស់ព្រះអង្គដែលចូលមុននឹងបរិនិព្វាន2លាន4សែនសមាបត្តិទេអាហ្នឹងមួយរឿងដែលដូចគ្នានោះហើយមួយរឿងទៀតនោះគឺសុជាតាក្រោយពីបានដឹងថារុក្ខទេវតានោះមិនមែននរណាទេគឺព្រះបរមពុរិស័ទទេព្រះអង្គនឹងបានត្រាស់មកហើយរលឹកនឹកឃើញទៅគឺសប្បាយចិត្តរហូតថាអញបានធ្វើទានជាមួយនឹងព្រះបរមពុរិស័ទបានត្រាស់ជាពុទ្ធក្នុងថ្ងៃហ្នឹងយ៉ាងសប្បាយចិត្តនេះវាមានបុណ្យច្រើននៃសារសប្បាយចិត្តហ្នឹងហើយឯចំណែកចន្ទៈកណារបុត្រហ្នឹងក៏បានស្ដាប់សេចក្តីដឹងច្បាស់ថាការដែលចង្ហាន់បិណ្ឌបាតរបស់ខ្លួននឹងឯងក្នុងការដែលធ្វើទៅហ្នឹងគឺមានផលច្រើនអញ្ចឹងហ្នឹងហើយក៏នឹកឃើញថាព្រះតថាគតព្រះអង្គទ្រង់សោយនៅចង្ហាន់បិណ្ឌបាតដែលអាត្មាបានប្រគេនហ្នឹងគឺជាការសោយចុងក្រោយរួចហើយព្រះអង្គទ្រង់យាងចូលកម្មណានគរគឺព្រះនិព្វានអញ្ចឹងទៅក៏សប្បាយរីករាយក្នុងការដែលខ្លួនបានធ្វើនៅចង្ហាន់បិណ្ឌបាតហ្នឹងអាហ្នឹងគឺថាវាមានផលមានបាក់ស្មើគ្នា3យ៉ាងហ្នឹងអញ្ចឹងហើយព្រះធម្មភាពព្រះអង្គទ្រង់ស្ដេចយាងឆ្លងស្ទឹងហិរញ្ញវតីទៅកាន់នគរកុសិនារាទៅនឹងព្រះអង្គទ្រង់ផ្ទុំបែរប្រសិទ្ធស័កទៅខាងជើងដាក់ប្របាទទៅខាងត្បូងទៅនឹងហើយផ្អៀងទៅខាងស្ដាំណាប្របាទខាងឆ្វេងហ្នឹងគួងនៅខាងស្ដាំនេះគឺជាអរិយាបថដែលព្រះអង្គទ្រង់ត្រូវផ្ទុំបរិនិព្វាននោះដើមសាលព្រឹកនឹងឯងមានផ្ការីស្គុះស្គាយតាំងពីគល់ដល់ចុងខុសកាលខុសពេលក៏ផ្កាក៏រីតែនឹងនៅក្នុងការដែលព្រះអង្គទ្រង់បរិនិព្វាននៅនគរកុសិនារានេះគឺមានហេតុ3យ៉ាងណាទៀតមានហេតុ3យ៉ាងមួយយ៉ាងគឺដើម្បីបានប្រពសេចក្តីនេះព្រះអង្គទ្រង់សម្ដែងនៅមហាសតិសនៈសូត្រណាចឹងនឹងគឺដោយសារព្រះអនន្តនឹងអារាធនាព្រះអង្គថាកុំឲ្យបរិនិព្វាននៅក្នុងនគរកុសិនារានេះជានគរតូជានគរទួលណាឲ្យព្រះអង្គទៅបរិនិព្វាននៅក្នុងសាវត្ថីអ្នកកថៈឬបរិណស័យអីវិញតែបានព្រះអង្គប្រពសេចក្តីហ្នឹងព្រះអង្គទ្រង់ត្រាស់មហាសតិសនៈសូត្រនៅពេលព្រះអង្គជាបរិនិព្វានណាគឺប្រសូតតែព្រះអង្គទ្រង់ត្រាស់សម្ដែងនេះអ្នកស្ដាប់គឺមានការតាំងចិត្តថាកុសលធម៌គឺត្រូវតែមានការចម្រើនគួរដល់ការចម្រើនហ្នឹងគុំចាស់ញាតិញោមត្រូវសិក្សាប្រសូតនឹងមួយទៅក្នុងបេដកណាយើងលេខ17មហាសតិសនៈសូត្រពីព្រោះសម្ដែងអំពីនគរកុសិនារាពីដើមហ្នឹងគឺជានគរធំណានគរកុសាវតីព្រះបរមពុរិស័ទជាស្ដេចចក្រណាទៀតនឹងយ៉ាងទៀតគឺព្រោះព្រះអង្គទ្រង់ប្រពសុផតទៀតសុផតហ្នឹងគឺជាពុទ្ធវិស័យហើយជានៅក្នុងការដឹកនាំរបស់ព្រះរាមាភិភាពព្រះអង្គទ្រង់ប្រោសសុផតនឹងមួយដែលត្រូវបានបួសហើយនឹងបានជាព្រះអរហន្តចំក្រោយគេនៅពេលដែលព្រះអង្គមានបច្ចុប្បន្ននៅឡើយនោះនឹងធ្វើសុផតនឹងគាត់ធ្វើទានយឺតពីដើមមកហ្នឹងគាត់មានបងប្អូន2នាក់បងហ្នឹងចិត្តកបួលធ្វើទានធ្វើស្រូវរួមគ្នាណាហើយបងនោះចង់ធ្វើតាំងពីស្រូវទៅមានជាតិអង្គមានអីតិចតួចហ្នឹងបងហ្នឹងកបួលធ្វើប្អូនមិនព្រមធ្វើចែកស្រែគ្នាអញ្ចឹងបងនឹងធ្វើក្នុងមួយរដូវស្រែនឹងធ្វើបានដល់ទៅ9ដងអានេះបានមកជាអញ្ញាកណ្ដញ្ញៈបានចាស់ដឹងមុនគេសត្តាបត្តផលជាមួយនឹងទុំ8ដណ្ដាប់កើតចំណែកប្អូនណាអត់ព្រមធ្វើតាមបងទេតែវណ្ណប់ឲ្យខូចស្រូវអស់ដល់ឲ្យហើយស្រេចបានធ្វើអញ្ចឹងបានមកជាសុផតនេះបានសម្រេចក្រោយគេហ្នឹងចឹងហ្នឹងមួយរឿងដែលព្រះអង្គត្រូវប្រោះបុគ្គលម្នាក់ហ្នឹងហើយមួយរឿងទៀតគឺព្រះអង្គមិនអាចទៅបរិនិព្វាននៅទីដទៃទេគឺត្រូវឲ្យគេទៅដើមព្រះធាតុរបស់ព្រះអង្គឈាមហូរទៅជាស្ទឹងអញ្ចឹងគឺព្រះអង្គត្រូវទៅបរិនិព្វាននៅកុសិនារាហ្នឹងអាស្រ័យតូនព្រាមជាព្រះអនាគាមីបុគ្គលគឺលើកឡើងនៅខន្តីណានឹងរំលឹកដល់ពួកខ្សត្រទាំងអស់នឹងឯងឲ្យ
ប្ររពនៅខណ្ឌតីដែលជាឱវាទរបស់ព្រះអង្គហើយកុំឆ្លោះគ្នាចឹងមករឿងដែលព្រះអង្គប្រតិពានក្នុងនគរកុសិនារានឹងអញ្ចឹងទៅសូមគុណម្ចាស់ញាតិញោមបងប្អូនកបីមានសេចក្តីសង្វេគនៅក្នុងសង្ខារធម៌ទាំងសូមអនុមោទនាអ្នកសានតិបតាតានាយៈអ្នកបេតាអ្នកបេបន្តហេវីអន្តកេណាតហិបណ្ណាសៈណតហេញាតេសតានតាអេតមត្តហវិសញ្ញតវាបណ្ឌិតោសីលសង្វតោនេពេអ្នកកមណងមគ្គំខេបមេវៈវិសោតហេយេកាលបុគ្គលត្រូវមច្ចៈគ្របសង្កត់ហើយកូនទាំងឡាយមិនមានដើម្បីជាទីពឹងបិតាក៏មិនមានទាំងថៅពងក៏មិនមានដើម្បីជាទីពឹងឡើយគឺទីពឹងរមែងមិនមានក្នុងពពួកញាតិទាំងឡាយនោះបណ្ឌិតដឹងអំណាចនៃប្រយោជន៍នេះហើយគួរជាអ្នកសង្រួមក្នុងសិលគួរប្រញាប់ប្រញាល់ជំរះផ្លូវជាទីទៅកាន់ព្រះនិព្វានឲ្យបានស្អាតពុទ្ធហੰសារណា